ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel Handstorm ថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយតាក់ទងជាមួយនឹងសត្វ Hero នៅក្នុង Game Mobile Legends បាទអញ្ចឹង Hero នៅក្នុង Game Mobile Legends មួយចំនួនតូចហ្នឹងមានសត្វតាមខ្លួនផងដែរបាទដូចជាពពគូប៉ាផាសាឬក៏សាកអីចឹងជាដើមបាទអូខេអញ្ចឹងឥឡូវនេះខ្ញុំនឹងលើកប្រធានបទហ្នឹងមកនិយាយឲ្យរៀបរាប់សម្រាប់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានយល់ផងដែរបាទអញ្ចឹងឥឡូវកុំឲ្យខាត់ពេលវេលាយូរអ្នកទាំងអស់គ្នាបាទអញ្ចឹង Hero ទី1គឺបានទៅលើពពគូប៉ាបាទពពគូប៉ាគឺជា Hero មួយប៉ុន្តែមានឆ្កែចចកគូប៉ាជាអាវុធសំខាន់មានន័យថា Hero ពពគូប៉ាហ្នឹងមានឆ្កែចចកបាទដែលមានឈ្មោះគូប៉ាបាទហ្នឹងហើយឆ្កែចចករបស់ពពគឺឈ្មោះគូប៉ាបាទជាអាវុធសំខាន់មែនតើសម្រាប់ពពហ្នឹងហើយអញ្ចឹងគូប៉ាវាយជំនួសពពនៅចិត្តសត្រូវមានន័យថារាល់ពេលសត្រូវចូលមកគៀកពពគឺគូប៉ាហ្នឹងដែលវាជំនួសបាទជំនួសពពហ្នឹងទៅបាទអញ្ចឹង skill ទី1បាទ skill ទី1បញ្ជាឲ្យគូប៉ាលោតទៅខំសត្រូវដើម្បីបូក slow មានន័យថា skill ទី1របស់ពពហ្នឹងបញ្ជាឲ្យឆ្កែចចកគូប៉ាហ្នឹងលោតទៅខំសត្រូវបាទហើយធ្វើឲ្យសត្រូវងាយទទួលរងdamageនិងការ slow ពិបាកក្នុងការធ្វើ protection ផងដែរបាទអញ្ចឹង skill ទី2គូប៉ាបាទមានន័យថា skill ទី2របស់ Hero ពពហ្នឹងបាទ skill ទី2គូប៉ាត្រឡប់មកការពារពពនិងទទួលដើម្បីជំនួសបាទអញ្ចឹងគូប៉ាគឺដល់ពេល Hero ពពនឹងគាត់ប្រើ skill ទី2ទៅគូប៉ានឹងត្រឡប់មកការពារពពវិញបាទហើយនឹងទទួលដើម្បីពីសត្រូវជំនួសវិញបាទហ្នឹងហើយអញ្ចឹង ultimate របស់ពពបាទ ultimate ពពដាក់ trap ហើយធ្វើឲ្យគូប៉ាឡើងខ្លាំងមាន attack speed និង damage ផងដែរអញ្ចឹងនៅពេលដែលពពបើក ATធ្វើឲ្យគូប៉ាខ្លាំងជាងមុនបាទហើយនឹងមាន attack speed សម្រាប់ពពហើយនឹង damage ផងដែរបាទ Hero ទី2គឺ Zac បាទ Zac គឺជាមេបិសាចដែលអាចហៅសត្វពិភពក្រៅបាទ skill ទី1 Zac ហៅបិសាចតូចមកបាញ់ laser ជួយវាយមានន័យថា skill ទី1របស់ Zac ហ្នឹងយើងអាចហៅបិសាចតូចមកបាញ់ laser សម្រាប់ជួយវាយផងដែរហ្នឹងហើយសម្រាប់អ្នកដែលគាត់លេង Hero Zac គឺគាត់ដឹងហើយ skill ទី1ហ្នឹងគឺគេសម្រាប់ធ្វើអីបាទហ្នឹងហើយ skill ទី2 laser ធំ slow សត្រូវមានន័យថាដល់ពេលយើងប្រើ skill ទី2ហ្នឹងskill ទី2ហ្នឹងទៅ laser វាកាន់តែធំជាងមុនបាទហើយធ្វើឲ្យសត្រូវងាយ slow ជើងផងដែរបាទ ultimate របស់ Zac ចូលទៅក្នុង spam ធំមួយហើយបាញ់ខ្លាំងណាស់មានន័យថា Hero Zac ដល់ពេលយើងប្រើ RT ទៅវាចាប់ផ្ដើមយក Hero Zac ហ្នឹងចូលទៅខ្លួនមេបិសាចហ្នឹងបាទហើយបាញ់ laser នឹងខ្លាំងជាងមុនផងដែរអូខេអញ្ចឹង Hero ទី3គឺ Phasa បាទ Phasa មានបាក់សីមួយឈ្មោះ Very បាទហ្នឹងហើយដែលគេអត់ទាន់ស្គាល់ឈ្មោះបាក់សី Phasa បាទហ្នឹងហើយឈ្មោះបាក់សី Phasa គឺ Very ហ្នឹងបាទ Passive បាទ Phasa អាចរត់លឿនជាមួយ Very មានន័យថាសត្វ Very ហ្នឹងអាចធ្វើឲ្យ Phasa រត់លឿនជាមួយនឹងសត្វហ្នឹងផងដែរ skill ទី2បាទ skill ទី2បាញ់ Magic Damage ពីចម្ងាយមានន័យថា skill ទី2ហ្នឹងយើងអាចប្រើ Magic Damage បាញ់ពីចម្ងាយផងដែរអូខេអញ្ចឹង Ultimate Phasa បាទ Ultimate Phasa គឺជា Very ហោះឡើងហើយបំផ្លាញតំបន់ធំបាទអញ្ចឹងដល់ពេលអ្នកទាំងអស់គ្នាលេង Hero Phasa អ្នកទាំងអស់គ្នាដឹងហើយពេលប្រើ RT ទៅវាមានវាហោះបែបម៉េចបាទហ្នឹងហើយ Very ជួយ mobility និង long range damage មានន័យថា Very ហ្នឹងអាចជួយ mobility បូកជាមួយនឹងdamage ពីចម្ងាយផងដែរអញ្ចឹង Hero ទី4បាទគឺ Hanzo មានអារក្សខ្មោចជារូបវិញ្ញាណបាទ Ultimate បញ្ចេញវិញ្ញាណអារក្សចេញពីរាងកាយទៅវាយពីចម្ងាយរាងវិញ្ញាណស្មើសត្វបាទអញ្ចឹងរាងវិញ្ញាណ Hanzo ហ្នឹងគឺជាសត្វវាយឆ្ងាយខ្លាំងតែខ្លួនពិតរបស់ Hanzo ហ្នឹងងាយស្លាប់មែនតើបាទអញ្ចឹង Hero ទី5គឺ Hero YVE បាទ YVE មិនមែនសត្វតូចតែហៅថាមពលអវកាសមកវាយបាទអញ្ចឹងមានន័យថា YVE មិនមែនជាសត្វតូចទេតែវាហៅថាមពលអវកាសមកវាយផងដែរ Ultimate បង្កើតផ្ទាំងអវកាសវាយសត្រូវជាច្រើនបាទអញ្ចឹង Ultimate YVE គឺគ្នាយើងដឹងហើយបាទគឺជាផ្ទាំងអវកាសសម្រាប់វាយសត្រូវជាច្រើនផងដែរបាទ Hero ទី6គឺ Bellaric បាទ Bellaric ដូចជាវិញ្ញាណធម្មជាតិបាទហ្នឹងហើយ Bellaric ជាវិញ្ញាណធម្មជាតិណាគេលេង Bellaric គឺភាគច្រើនស្គាល់ហើយបាទ Bellaric គឺជាវិញ្ញាណធម្មជាតិបាទ Passive បាទ Passive សត្រូវវាយគាត់នឹងត្រូវដើមឈើចាក់ត្រឡប់ទៅវិញបាទអញ្ចឹងដល់ពេល Passive សត្រូវដែលវាយទៅលើគាត់គឺត្រូវជាមួយនឹងដើមឈើវិញ្ញាណធម្មជាតិរបស់គាត់ហ្នឹងគឺបាញ់ត្រឡប់ទៅសត្រូវវិញផងដែរបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបាទបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ម្នាក់មួយផងបាទបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយអរគុណសូមជម្រាបលាអ្នកនរគ្នា